ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះម៉ានីសប្តាហ៍ថ្ងៃធ្វើការងារនៅក្នុងប្រទេសជប៉ុនផ្នែកខាងកសិកម្មដាំដុះនៅក្រុមហ៊ុន JA ថ្ងៃនេះខ្ញុំទំនេរពីការងារក៏នឹកឃើញចង់ថតវីដេអូពីទស្សនភាពរស់នៅនិងការងារនៅក្នុងប្រទេសជប៉ុនខ្លះប្រាប់បងប្អូនទាំងអស់គ្នាថ្ងៃនេះនៅប្រទេសជប៉ុននេះគេបុណ្យចូលឆ្នាំអ្នកទាំងអស់គ្នាហើយក៏សម្រាប់មួយអាទិត្យសម្រាប់តាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យថ្ងៃទី5ថ្ងៃច័ន្ទក្រោយនេះថ្ងៃច័ន្ទធ្វើការវិញហើយក៏នឹកឃើញតនេក៏នឹកធ្វើវីដេអូពីសកម្មភាពការងារជីវភាពរស់នៅក្នុងប្រទេសជប៉ុនហ្នឹងប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹងខ្លះថាតើការងារនៅក្នុងប្រទេសជប៉ុននេះវាយ៉ាងម៉េចហើយជីវភាពរស់នៅនេះយ៉ាងម៉េចដែរសម្រាប់ខ្ញុំមកជប៉ុននេះបានយូរដែរតែមកផ្នែកខាងកសិកម្មនេះគឺបាន3ឆ្នាំហើយចូលឆ្នាំទី4ហើយអ្នកទាំងគ្នាហើយក៏កាលពីមុននោះគឺខ្ញុំធ្វើការនៅខាងផ្នែកខាងដេនៅរោងចក្រដេនៅហ៊ីយ៉ូកូកែងនៅខេត្តហ៊ីយ៉ូកូជិតអូសាកាដល់ពេលចប់ធ្វើការនៅខាងដេនោះខ្ញុំធ្វើការបាន5ឆ្នាំហើយអ្នកទាំងគ្នាហើយក៏ចាប់ពី5ឆ្នាំនេះចាប់ពីខាងដេនេះខ្ញុំក៏ដូរមកខាងកសិកម្មវិញហើយមកខាងកសិកម្មនេះគឺបាន3ឆ្នាំចូលឆ្នាំទី4ឆ្នាំថ្មីនេះហើយក៏សរុបទាំងអស់គឺខ្ញុំធ្វើការបាន8ឆ្នាំហើយនៅជប៉ុននេះតែរឿងភាសាជប៉ុនគឺខ្ញុំអត់ចេះទេតែមកអាចរស់បានអត់ចេះជ្រៅជ្រះអីគេទេតែមកយើងអាចស្ដាប់គេបានការងារនៅភាសាជប៉ុននៅនេះអាចយល់ការងារបានខ្លះហើយការងារនៅនេះគឺខ្ញុំធ្វើខាងបន្លែគឺមានការ៉ុតស្ពៃចកាខ្ញីស្ពៃបូកគោហើយនឹងឆៃថាវធ្វើចល័តមានការ៉ុតធ្វើការ៉ុតមានឆៃថាវក៏ធ្វើឆៃថាវមានស្ពៃបូកគោក៏ធ្វើស្ពៃបូកគោអ្នកទាំងគ្នាហើយក៏ខែខ្ញីក៏ធ្វើខ្ញីទៀតវាមាន5មុខហើយធ្វើការនៅចកាទៅក្រៅទៅចកាអញ្ចឹងណាតែគាត់ថាបើសិនជាថ្ងៃណាភ្លៀងឬក៏ធ្លាក់ព្រិលអញ្ចឹងគេឲ្យពួកខ្ញុំហ្នឹងចូលទៅខាងរោងចក្រទៅវិចខ្ចប់បន្លែវិញទៅបែងចែកបន្លែដូចជាមានធ្វើបើសិនជាការ៉ុតគឺខ្ញុំធ្វើខាងរៀបដាក់ឡាំងជាមួយម៉ាស៊ីនណាបវល់ក្បាលឲ្យវាចូលឡាំងហ្នឹងឲ្យស្មើគ្នាហើយបើឆៃថាវក៏អញ្ចឹងដែរនៅក្នុងរោងចក្រដូចគ្នាហ្នឹងខែបើនិយាយពីថ្ងៃភ្លៀងឬក៏ថ្ងៃធ្លាក់ព្រិលទៅធ្វើខាងរោងចក្រហើយបើអស់ថ្ងៃអត់ភ្លៀងទេមួយអាទិត្យគេយកខ្មែរយកពួកជនជាតិហ្នឹងចូល4នាក់ក្នុងមួយអាទិត្យបានមួយថ្ងៃចូលរោងចក្រតែពួកខ្ញុំគឺដាក់វេនគ្នាចូលជួនកាលទៅថ្ងៃសុក្រចូលរោងចក្រមួយថ្ងៃតែមួយអាទិត្យចូលបានតែម្ដងម្នាក់ឯង4នាក់ហ្នឹងអញ្ចឹងក៏ដាក់វេនគ្នាចូលទៅលើកលែងតែថ្ងៃភ្លៀងឬក៏ថ្ងៃធ្លាក់ព្រិលខ្លាំងនឹងបានពួកខ្ញុំចូលរោងចក្រទាំងអស់គ្នាតែបើក្រៅពីថ្ងៃហ្នឹងគឺនៅស្រែទាំងអស់គ្នាមានស្រែនៅចំការតែធ្វើចំការទាំងអស់គ្នាខាងប្រមូលផលហើយក៏ខែនេះខែត្រជាក់គឺត្រជាក់ខ្លាំងណាស់សម្រាប់នៅជប៉ុននេះជួនកាលធ្វើការដក5អង្សាក៏មានដែរអ្នកទាំងអស់គ្នាត្រជាក់យកតែមែនតែនហ្មងឡើងស្ព
ปกใดสปกเจิงชูใดชูเจิงจูนกาคลานะเกาะเชียมตามเรียนใดนี่ก็มีไหนเจิงกันจังไหนแต่จะคลังเป๊กให้เบอร์สำหรับใครก็ได้เว้นคือก็ได้พลังจำ3 7 38 องศาหรือลดดาว7 ดาวซ้ายของมีไหนนั่นใครก็ได้แต่ก่อนทักใครก็ได้วิอัดยูโดยใครจะเจาะเมื่อใครจะเจาะวิวจะเจาะยูเป็นจังให้ก็ไปเรียงประบาดได้การงี้มันฮัดแต่ก่อนทาประบาดรุ่นเรียงประบาดรุ่นnơiใครจะเจาะใครก็ได้อย่างจังนะเรียงประบาดแต่เบิ่งใจไปเรื่องประคายវិញគឺសម្រាប់ខ្ញុំប៉ុណ្ណឹងគឺខ្ញុំអាចទទួលយកបានមកល្មមគាត់ថាមិនច្រើនដូចនៅកន្លែងដេបើនៅកន្លែងដេគឺខ្ញុំបានប្រាក់ខែច្រើនហើយក៏ការងារក៏ស្រួលដែរអត់ដែលស្គាល់ថាអូក្តៅឬក៏ត្រជាក់អីអត់ទេព្រោះនៅក្នុងមលុបរហូតខែត្រជាក់គេប្រើម៉ាស៊ីនកណ្ដៅពេលខែក្តៅគេប្រើម៉ាស៊ីនត្រជាក់អញ្ចឹងគឺស្រួលមិនពិបាកដូចនៅស្រែបើនៅចំការនេះវាខុសគ្នាហើយប្រាក់ខែក៏ខុសគ្នាតិចតួចដែរវាអត់ដូចគ្នាឯងខាងកសិកម្មប្រាក់ខែរៀងតិចជាងខាងដេហើយក៏ពិបាកជាងខាងដេដែរបើនៅខាងដេប្រាក់ខែគ្រាន់បើហើយក៏វាអត់មានពិបាកអីថាក្តៅល្ងាអីអត់ទេតែគាត់ថាខាងកសិកម្មនេះពេលនេះគឺខ្ញុំអាចទទួលយកបានប្រាក់ខែប៉ុណ្ណឹងហើយរឿងម្យ៉ាងទៀតខែចូលឆ្នាំចេះគេទៅដើរលេងអស់ហើយនៅតែខ្ញុំអត់ទៅណាទេពួកឯខែហ្នឹងខែតិចខ្ញុំរៀងចាញ់តិចហើយណាមួយប្រាក់ខែយើងប៉ុណ្ណឹងយើងត្រូវការដើរលេងអីវាមិនដូចនៅខ្មែរនៅខ្មែរយើងខែចូលឆ្នាំចេះយើងអាចទៅដើរលេងនៅរមណីយដ្ឋាននានាអញ្ចឹងទៅហើយក៏ជួបជុំបងប្អូនធ្វើអីហូបតិចតួចជុំគ្នានៅផ្ទះអញ្ចឹងទៅតែបើនៅនេះគេមានមិត្តភ័ក្តិនៅឆ្ងាយអញ្ចឹងទៅគេនាំគ្នាទៅដើរលេងអញ្ចឹងទៅគេទៅខេត្តឆ្ងាយដល់ថ្ងៃធ្វើការមកគេមកវិញហើយខ្ញុំអត់បានទៅដើរលេងនៅណាគេទេគាត់ធ្វើអីញ៉ាំតិចតួចនៅផ្ទះអញ្ចឹងទៅហើយក៏ឥឡូវនេះនៅម្នាក់ឯងពួកគេទៅដើរលេងអស់ថ្ងៃស្អែកបានគេមកវិញនឹកឃើញតនេះក៏ចង់ថតវីដេអូខ្លះចង់ធ្វើវីដេអូផុសក្នុង page ឬក៏ក្នុង YouTube ដើម្បីឲ្យបងប្អូននឹងដឹងពីសកម្មភាពការងារនៅក្នុងប្រទេសជប៉ុននេះធ្វើជាវីដេអូឲ្យបងប្អូនទាំងអស់គ្នាបានមើលពីសកម្មភាពនិងជីវភាពរស់នៅក្នុងសកម្មភាពការងារដែលពួកខ្ញុំធ្វើបន្លែធ្វើអីហ្នឹងឲ្យបងប្អូនមើលតើការងារនៅក្នុងប្រទេសជប៉ុននេះវាយ៉ាងម៉េចដែរពិបាកប៉ុណ្ណាស្រួលប៉ុណ្ណាសូមបងប្អូនចាំទស្សនាវីដេអូចាំមើលវីដេអូដែលពួកខ្ញុំថតពីសកម្មភាពនេះឲ្យបងប្អូនមើលចង់ធ្វើវីដេអូនេះដើម្បីផុសក្នុង page ខ្លះ YouTube ខ្លះដើម្បីធ្វើជាកម្រងអនុស្សាវរីយ៍ពីសកម្មភាពការងារទុកមើលនៅថ្ងៃក្រោយថាឬក៏ទុកឲ្យកូនមើលថានេះពេលម៉ាក់ទៅធ្វើការនៅស្រុកគេគឺមិនស្រួលទេការងារសកម្មភាពរបស់ម៉ាក់គឺអញ្ចឹងចេះមួយទៅហើយនឹងក៏ឲ្យបងប្អូនមើលខ្លះថាការងារនៅស្រុកគេហ្នឹងវាស្រួលប៉ុណ្ណាឬក៏ពិបាកប៉ុណ្ណាតម្រាំទៅបានប្រាក់ខែគេទាំងពាន់យកមកកាន់នៅនឹងដៃហ្នឹងតើវាបានវាស្រួលប៉ុណ្ណាហើយឬក៏ពិបាកប៉ុណ្ណាតែប្រាក់ខែពាន់នេះមិនមែនពាន់តាលុយទេគឺពាន់ទាំងដៃពាន់ទាំងជើង
hot ឬក៏យ៉ាងណាសូមបងប្អូនចាំទស្សនាមើលទាំងអស់គ្នាហើយចង់ដឹងពីអ្វីខ្លះនៅក្នុងការងារនេះបងប្អូនអាច comment សួរខ្ញុំបានឬក៏ comment ជាពាក្យណែនាំអីខ្ញុំចាំឆ្លើយតបចាំទទួល comment បងប្អូនឬក៏រិះគន់ដើម្បីជាស្ថាបនាអីសូមបងប្អូនជួយណែនាំផងជួយគាំទ្រខ្ញុំផងនិងជួយ follow ជួយ like page ផងអរគុណច្រើនបងប្អូនទាំងអស់គ្នាជំរាបលា